លុយមិនចាំបាច់បាត់ចេញពីបញ្ជីទៅហៅថាពុករលួយទេបំពង់តម្លៃដេញថ្លៃគ្មានតម្លាភាពកាត់ភាគរយទម្លាក់គុណភាពគម្រោងនិងយកលុយក្រំតុកសុទ្ធតែជារបៀបដែលអ្នកជំនាញថាអាចធ្វើឲ្យការអភិវឌ្ឍនៅមូលដ្ឋានបានតិចជាងថវិកាដែលរដ្ឋចំណាយនិងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋការព្រួយបារម្ភនេះកំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញក្រោយក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីក្នុងគម្រោងមូលនិធិឃុំនៅឃុំចំនួន5ក្នុងខេត្តកំពង់ឆ្នាំងក្នុងនោះមានករណីបង្កលនឹងអំពូលសូឡាតម្លៃ8លានរៀលក្នុងមួយដើមនៅឃុំទឹកហូតដែលក្រសួងថាខ្ពស់ជាងតម្លៃទីផ្សារហួសហេតុអ្នកវិភាគការអភិវឌ្ឍសង្គមលោកមាសនេះមើលឃើញចន្លោះប្រហោងក្នុងការអនុវត្តតម្លាភាពនិងកណន័យភាពជាពិសេសនៅមូលដ្ឋានលោកនិយាយថាមែនទែនទៅការចាយវាយថវិកាជាតិនៅថ្នាក់មូលដ្ឋាននេះតម្លាភាពវាមិនទាន់មាន 100% នៅឡើយទេណាហើយក៏អំពើពុករលួយផ្សេងៗនេះក៏នៅមានច្រើនដែរហើយខ្ញុំគិតថារដ្ឋាភិបាលពិសេសក្រសួងមហាផ្ទៃគួរតែធ្វើការតាមដានរឿងនឹងឲ្យបានច្រើនដោយសារតែមានកត្តាមួយចំនួនដែលធ្វើឲ្យការចាយវាយថវិកាជាតិនៅថ្នាក់ក្រោមជាតិនេះវាមានភាពចន្លោះប្រហោងណាលោកមាសនេះបន្ថែមថាតាមគោលការណ៍ការចំណាយនិងការដេញថ្លៃត្រូវតែមានការចូលរួមពីភាគីពាក់ព័ន្ធក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងអាចប្រឈមទៅនឹងបញ្ហាឥទ្ធិពលនៅមូលដ្ឋានហើយការដេញថ្លៃខ្លះមិនសូវធ្វើជាសាធារណៈមើលពីជ្រុងអភិបាលកិច្ចវិញអ្នកជំនាញអភិបាលកិច្ចលោកអោកសេរីសោភៈសង្កេតឃើញថាភាពមិនប្រក្រតីនៅឃុំសង្កាត់មិនមែនជារឿងថ្មីលោកនិយាយថារឿងប្រកែងបំផោងស្អីមិនប្លែកទេប្រជាពលរដ្ឋដឹងឮគ្រប់តែគ្នាហ្នឹងមិនតែរឿងចាស់ប៉ុន្តែការផ្ទុះហ្នឹងវាថ្មីឯណាលោកអោកសេរីសោភៈគ្រប់គ្រងការរឹតបន្តឹងការត្រួតពិនិត្យក៏ប៉ុន្តែថាមិនគួរចាត់ការតែករណីដែលផ្ទុះលើកបណ្ដាញសង្គមទេលោកថ្លែងដូចនេះការរឹតបន្តឹងហ្នឹងវាត្រូវមានលក្ខណៈជាប្រព័ន្ធកុំឲ្យយើងឃើញមួយហើយយើងវាយតែមួយហ្នឹងណាថាពិនិត្យមើលជាប្រព័ន្ធទូទៅតែម្ដងគ្រប់ខេត្តគ្រប់ស្រុកគ្រប់ដេញសង្កាត់ដេញឃុំការត្រួតពិនិត្យជាប្រព័ន្ធកាន់តែសំខាន់នៅពេលមើលថាប្រាក់សាធារណៈអាចប្រឈមហានិភ័យនៅត្រង់ណាខ្លះលោកជ័យតិចអ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមសង្កេតឃើញថារុនពុករលួយនៅថ្នាក់ក្រោមជាតិអាចមានច្រើនរូបភាពលោកនិយាយថាការប្រព្រឹត្តអំពើពុករលួយនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិមានដូចជាការងារលទ្ធកម្មដោយមិនមានតម្លាភាពមិនមានភាពប្រក្រតីការបំផោងនៅតម្លៃការផ្ដល់ទៅឲ្យក្រុមហ៊ុនសាងសង់ដោយមិនមានតម្លាភាពឬក៏ការទម្លាក់នៅគុណភាពនៃការសាងសង់លោកជ័យតិចសង្កត់ធ្ងន់ថាបញ្ហាទាំងនេះមិនអាចដោះស្រាយត្រឹមមានបទបញ្ញត្តិទេប៉ុន្តែត្រូវពង្រឹងការអនុវត្តនិងកណន័យភាពសង្គមដោយឃុំសង្កាត់គួរបើកចំហព័ត៌មានអំពីលទ្ធកម្មតម្លៃគម្រោងអ្នកដេញថ្លៃនិងគុណភាពការងារដើម្បីឲ្យសាធារណជនអាចតាមដានបានលោកក៏ជំរុញឲ្យពង្រឹងសវនកម្មផ្ទៃក្នុងនិងអាចប្រើសវនកម្មឯករាជ្យពីខាងក្រៅហើយបើរកឃើញភស្តុតាងពុករលួយត្រូវតែមានចំណាត់ការតាមច្បាប់លើអ្នកពាក់ព័ន្ធទោះយ៉ាងណាការផ្ដោតទៅលើថ្នាក់ក្រោមជាតិនៅក្នុងរឿងនេះមិនមែនមានន័យថាអំពើពុករលួយនៅថ្នាក់មូលដ្ឋានបង្កគ្រោះថ្នាក់ជាងថ្នាក់ផ្សេងៗនោះទេអ្នកជំនាញខាងលើនិយាយថាអំពើពុករលួយនៅថ្នាក់ណាក៏ដោយសុទ្ធតែអាចធ្វើឲ្យបាត់បង់ថវិកាបន្ថយគុណភាពសេវាសាធារណៈរារាំងការអភិវឌ្ឍនិងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋដូចគ្នាការផ្ដោតលើថ្នាក់ក្រោមជាតិនៅពេលនេះគឺដោយសារតែអំណាចការងារនិងថវិកាកាន់តែច្រើនត្រូវបានផ្ទេរចុះទៅមូលដ្ឋានដែលជាកន្លែងប្រជាពលរដ្ឋទទួលសេវារដ្ឋនិងលទ្ធផលនៃការអភិវឌ្ឍដោយផ្ទាល់តាមរបាយការណ៍ថវិកាសង្ខេបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថវិកាថ្នាក់ក្រោមជាតិក្នុងឆ្នាំ2026សរុបមានជាង1752លានដុល្លារស្មើនឹង3កណ្ដោសញ្ញា26%នៃផលិតផលក្នុងស្រុកសរុបក្នុងនោះថ្នាក់រាជធានីខេត្តមានជាង859លានដុល្លារថ្នាក់ស្រុកខណ្ឌ582លានដុល្លារនិងថ្នាក់ឃុំសង្កាត់ជាង310លានដុល្លារចំពោះលោកយងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជានិយាយថាអំពើពុករលួយប៉ះពាល់ទាំងសេដ្ឋកិច្ចសង្គមនិងនយោបាយលោកថាពលរដ្ឋតែងតែឆ្លោះបញ្ចាំងមកដល់ថ្នាក់លើឯណាក៏ជាកំហុសមន្ត្រីថ្នាក់ក្រោមឬមន្ត្រីណាក៏ដោយប៉ុន្តែឆ្លោះបញ្ចាំងទៅដល់នយោបាយដឹកនាំប្រទេសហើយប៉ុន្តែចំណុចដែលលោកយងពៅផ្ដោតខ្លាំងគឺការដាក់ទណ្ឌកម្មមានតែការអនុវត្តច្បាប់ពេញលេញទេកុំលើកលែងអ្នកដែលប្រព្រឹត្តខុសមិនគួរអីនឹងលួងចិត្តទេត្រូវតែទទួលកំហុសអញ្ចឹងបើទទួលកំហុសអ្នកផ្សេងទៀតគឺគេនឹងរៀងចាលប៉ុន្តែបើប្រព្រឹត្តខុសបានលុយច្រើនហើយស្រាប់តែមិនបានទទួលកំហុសបែរជាលើកទឹកចិត្តមានការតែងតាំងទៀតអញ្ចឹងអ្នកផ្សេងទៀតមិនរៀងចាលទេនឹងធ្វើដែរជាការឆ្លើយតបពីអង្គភាពប្រឆាំងអំពើពុករលួយ ACU លោកសុយច័ន្ទវិចិត្រជាអ្នកនាំពាក្យបញ្ជាក់ថារាជរដ្ឋាភិបាលមានឆន្ទៈក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការអប់រំការបង្ការនិងការអនុវត្តច្បាប់ដោយគ្មានការលើកលែងលោកក៏មើលឃើញថាអំពើពុករលួយនៅថ្នាក់ក្រោមជាតិអាចប៉ះពាល់ដោយផ្ទាល់ដល់គុណភាពសេវាសាធារណៈការអភិវឌ្ឍមូលដ្ឋាននិងទំនុកចិត្តរបស់ប្រជាពលរដ្ឋហើយបើ ACU ប្រមូលបានភស្តុតាងគ្រប់គ្រាន់ករណីនោះនឹងត្រូវបញ្ជូនទៅតុលាការចំណែកការគ្រប់គ្រងប្រាក់សាធារណៈនិងការធានាតម្លាភាព News Today បានតាក់ទងលោកមាសសុកសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោកបានរំលឹកពីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈតាមមាត្រា104ដល់106អង្គភាពឬមន្ត្រីដែលប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈផ្ទុយច្បាប់អាចរងវិធានការហិរញ្ញវត្ថុនិងទណ្ឌកម្មរដ្ឋបាលបើបង្កឲ្យបាត់បង់ប្រាក់សាធារណៈឬខូចខាតទ្រព្យរដ្ឋត្រូវសងការខាតបង់ចូលរដ្ឋវិញហើយនៅតែអាចប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌនិងការទទួលខុសត្រូវរដ្ឋប្រវេណីចំពោះសំណួរថាការធ្វើសវនកម្មកន្លងមករកឃើញភាពមិនប្រក្រតីនៅរដ្ឋបាលថ្នាក់ក្រោមជាតិច្រើនប៉ុណ្ណានិងភាគច្រើនកើតនៅក្នុងការចំណាយប្រភេទណាខ្លះ News Today មិនទាន់អាចតាក់ទងអាជ្ញាធរសវនកម្មជាតិដើម្បីសុំទិន្នន័យនឹងការបកស្រាយបាននៅឡើយគិតត្រឹមថ្ងៃចេញផ្សាយ
ជារួមអ្នកជំនាញទាំងអស់ខាងលើមានចំណុចរួមមួយនៅពេលអំណាចការងារនិងថវិកាកាន់តែច្រើនត្រូវបានផ្ទេរចុះទៅមូលដ្ឋានការត្រួតពិនិត្យតម្លាភាពសវនកម្មនិងការអនុវត្តច្បាប់ក៏ត្រូវតែខ្លាំងទៅតាមនោះដែរដើម្បីឲ្យប្រាក់សាធារណៈទៅដល់ការអភិវឌ្ឍនិងសេវាដែលប្រជាពលរដ្ឋគួរទទួលបានពិតប្រាកដខ្ញុំរស់ធាពី News Today NTTV